Hello ដែលអ្នកគ្នាខ្ញុំយូឡាថ្ងៃនេះខ្ញុំមកសម្ដែងចិត្តធំតបឥឡូវមកកាន់និយាយច្រើនយើងចូលទៅកាន់សាច់រឿងហ្មងបើក្បាលសាច់រឿងកាត់មកខុនដូរបស់ J1 គាត់កំពុងនៅអាហាទឹកហើយគាត់ក៏បានមើលទូរស័ព្ទរបស់គាត់ហើយគាត់ក៏បានអូសមើលរូបដែលគាត់បានថតពីលើកមុនគាត់ក៏បាននិយាយម្នាក់ឯងថាមើលធ្គារបស់គាត់មើលទៅធំជាងមុនហើយរូបរាងគាត់ក៏មានលក្ខណៈរឹងមាំជាងពីមុនផងដែរគាត់ក៏អូសទូរស័ព្ទរហូតដល់ឃើញរូបគាត់នៅក្នុងវិទ្យាល័យមួយមិត្តភក្តិរបស់គាត់ហើយគាត់ក៏បាននិយាយថាហើយអ្វីដែលខ្ញុំនៅមានរូបនេះទៀតជីវ័នគាត់ក៏បានលុបរូបនឹងចោលហើយគាត់បានដកទូរស័ព្ទខលទៅនរណាម្នាក់ហើយម្នាក់នោះក៏បានតបមកវិញថាតើអ្នកជានរណាជីវ័នក៏បានតបទៅកាន់អ្នកដែលគាត់ខលទៅថាខ្ញុំស្មានតែអ្នកដូរលេខទូរស័ព្ទហើយតើជីវ័នហើយអ្វីឯងនៅមានលេខទូរស័ព្ទខ្ញុំទៀតជីវ័នក៏បានតបទៅកាន់អ្នកម្នាក់ទៀតថាខ្ញុំភ្លេចលុបវាចោលតើខ្ញុំអាចជួបអ្នកដោយវិធីណាអ្នកខាងទៀតក៏បានតបថាខ្ញុំរវល់ជីវ័នក៏បានដើរងើបចេញពីទឹកហើយគាត់ក៏បាននិយាយជាមួយចេហាថាតើអ្នកមិននៅជាមួយស៊ីវ័នទេតើស៊ីវ័នបាននៅជាមួយថេយ៉នឥឡូវនេះទេឬថេវ័នក៏បាននិយាយបន្តទៀតថារឿងមួយអ្នកមានសង្សារថ្មីហើយចេហាក៏បានតបថាខ្ញុំនឹងឲ្យអសេដ្ឋានទៅអ្នកជីវ័នក៏បាននិយាយថាអ្នកមិនផ្លាស់ប្ដូរទាល់តែសោះកាត់មកផាប់មួយកន្លែងបង្ហាញឲ្យយើងឃើញបុរសម្នាក់កំពុងជក់បារីហើយក៏មាននារីជាច្រើនអ្នករួមជុំវិញគាត់ហើយនារីនោះក៏បាននិយាយថាតើអ្នកជក់បារីអស់រយៈពេលប៉ុន្មានហើយតើអ្នកមិនលេងជាមួយខ្ញុំទេបុរសម្នាក់នោះក៏បានចាប់ដៃគាត់ចេញហើយក៏មានណាម្នាក់ទីបារីរបស់គាត់ហើយក៏បាននិយាយថាហើយអ្វីបានអ្នកមកទីនេះហើយចេហាក៏បានទាញបុរសម្នាក់នោះហើយគាត់ផ្លុំបារីដាក់ហើយគាត់ក៏បាននិយាយថាព្រោះអ្នកនៅទីនេះយើងជាមិត្តរួមព្រលឹងរបស់អ្នកហើយគាត់ក៏បាននិយាយដល់ទៀតមិនអីទេស្រីគាត់គឺជារបស់ខ្ញុំអ្នកអរគ្នាអាចចេញពីទីនេះបានតើគាត់នៅជាមួយខ្ញុំបានហើយបន្ទាប់ពីចេហានិយាយចប់បុរសម្នាក់នោះក៏បានក្រវាបារីពីមាត់ចេហាហើយគាត់ក៏បាននិយាយថាតើខ្ញុំជារបស់ឯងតាំងពីពេលណាគាត់ក៏បាននិយាយបន្តទៀតថាដូច្នេះហេតុអ្វីបានអ្នកមកទីនេះក្រែអ្នកបាននិយាយថាអ្នកនឹងនៅជាមួយ Skylar ហើយអ្វីបានអ្នកមកទីនេះចេហាក៏បានតបថានេះជា plan របស់ខ្ញុំព្រោះខ្ញុំត្រូវជួបមនុស្សពិសេសម្នាក់គាត់មកស៊ីយ័នវិញគាត់ក៏បាននិយាយជាមួយថេវ័នថាខ្ញុំមិនប្រាប់អ្នកហើយខ្ញុំមិនចង់ជួបអ្នកទៀតទេថេវ័នក៏បានតបថាសេហាធ្វើបាបអ្នកឈឺចាប់រហូតហើយអ្វីអ្នកមិនបែកគ្នាជាមួយចេហាយ័នក៏បានតបទៅកាន់ថេយ៉នថាខ្ញុំជាអ្នកធ្វើឲ្យគាត់ឈឺចាប់នោះទេដូច្នេះសូមអ្នកបញ្ឈប់ការចង់ឲ្យខ្ញុំបែកគ្នាជាមួយចេហាទៅថេយ៉នក៏បានតបស៊ីយ័នថាស៊ីយ័នខ្ញុំបានប្រាប់អ្នកហើយខ្ញុំគ្រាន់តែចង់ចែកចម្លែកជាមួយចេហានោះទេស៊ីយ័នក៏បានតបថាប៉ុន្តែចេហាគាត់មិនចូលចិត្តការចែករំលែកនោះទេបន្ទាប់មកអ្នកចាក់ចេញទៅថេយ៉នខ្ញុំគ្រាន់តែពាក់អ្នកឲ្យហើយទេខ្ញុំជ្រើសរើសយកចេហាមិនមែនអ្នកទេអ្នកនិងខ្ញុំគ្រាន់តែជាអ្នកប្រើតាំងពីដំបូងដើម្បីបំផ្លាញថេវ័នទេថេវ័នក៏បានតបថាអ្នកបានជ្រើសរើសចេហាប៉ុន្តែរាងកាយរបស់អ្នកមិនបានបដិសេធនឹងខ្ញុំទេស៊ីយ៉នតាមពិតទៅអ្នកចង់បានច្រើនជាងនេះទទួលស្គាល់ទៅអ្នកក៏ចង់បានខ្ញុំដែរថេយ៉នក៏បាននិយាយបន្តថាអ្នកប្រកាសទេថាអ្នកចង់ឲ្យខ្ញុំចាក់ចេញនៅពេលដែលចេហាកំពុងប៉ះពាល់អ្នកផ្សេងស៊ីយ៉នក៏បានត្រេកទៅមុខហើយគាត់ក៏បាននិយាយថាខ្ញុំត្រូវការអ្នកថេវ័នក៏បានញញឹមហើយអ្នកទាំងពីរក៏បានដើរចេញពីផាប់កាត់មកចេហាវិញមិត្តភក្តិចេហាក៏បានច្រឡំមកគាត់ហើយក៏បាននិយាយថាតើអ្នកមិនកំពុងរងចាំមិត្តភក្តិរបស់អ្នកទេតើមិត្តភក្តិរបស់អ្នកមិនមកលេងនៅទីនេះទេចេហាក៏បានតបថាខ្ញុំគ្មានអារម្មណ៍ទេយប់នេះក្រៅពីនេះគ្មានអ្វីដែលខ្ញុំចាប់អារម្មណ៍នោះទេចេហាក៏បាននិយាយចាប់ថេវ័នក៏បាននិយាយថាពិតមែនឬចុះខ្ញុំមិនគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទេឬមិត្តភក្តិរបស់ចេហាបានសួរទៅកាន់ចេហាថាតើគេជានរណាគេចេវ័នក៏បាននិយាយថាខ្ញុំហើយចេហាក៏បានតបទៅកាន់មិត្តភក្តិរបស់គាត់ថាគាត់គឺជាមិត្តប្រុសរបស់ខ្ញុំមិត្តផលរបស់ចេហាឡើងឆ្ងល់ថា
ហាខេមិនស៊ីយ៉ុនទេដែលជាបុត្រដែលជាសង្សាររបស់គាត់ជេវ៉ាន់ក៏បានតបថាអត់ទេខ្ញុំគឺជាប្រុសស្នេហ៍របស់គាត់ជេហាក៏បាននិយាយតថាគាត់គឺជាមិត្តរបស់ខ្ញុំទេជេវ៉ាន់ក៏ស្រឡឹងមើលថេហាហើយគាត់ឡើងឆ្ងល់ហើយគាត់ក៏ទាញបរិយាជេហាហើយគាត់ក៏បាននិយាយថាដូច្នេះអ្នកមិនតាន់បែកគ្នាជាមួយស៊ីយ៉ុនទេខ្ញុំស្មានតែអ្នកបែកគ្នាហើយតាជេហាក៏បានសួរទៅវិញថាចុះឯងអត់មានសង្សារថ្មីចុះជេហាក៏បានសួរបកទៅកាន់ជេវ៉ាន់វិញឬមួយក៏អ្នកមិនទាន់មានសង្សារថ្មីទេអ្នកនៅចាំថេវ៉ាន់វិញតើនេះមែនទេជាមូលហេតុដែលអ្នកមកកូរ៉េវិញពេលជេហាក៏បាននិយាយថាគាត់តែងតែបែបនេះនៅពេលដែលគាត់ដឹងថាមិត្តប្រុសរបស់គាត់កំពុងនៅជាមួយអ្នកផ្សេងជេវ៉ាន់ក៏បាននិយាយថាហានៅជាមួយសុងថេយ៉ុនថេហាក៏បានស្រែកទៅគាត់ថាអ្នកអាចធ្វើឲ្យខ្ញុំកាន់តែអារម្មណ៍មិនល្អទៀតហើយខ្ញុំទៅរកកន្លែងរំសាយអារម្មណ៍សិនឯងនៅជាមួយជេវូទៅជេវ៉ាន់គាត់បានយកទៅចាប់ដៃជេហាហើយគាត់ក៏បាននិយាយថាខ្ញុំនឹងទៅរំសាយជាមួយអ្នកយើងមានន័យថាយើងចង់ដេកជាមួយឯងជេហាក៏ងាកមកជេវ៉ាន់ហើយក៏និយាយថាមែនឬអ្នកចាប់អារម្មណ៍ដេកជាមួយខ្ញុំជេវ៉ាន់ក៏ដើរទៅមកហើយក៏ថាមិនអីទេតែយើងធ្វើវាហើយក៏បាននិយាយតតាខ្ញុំគិតថាស៊ីយ៉ុនមិនប្រកាន់ទេគ្រាន់តែយើងនៅជាមួយគ្នាសោះមិត្តភក្តិជេហាក៏បាននិយាយថាហេតុអ្វីអ្នកទាំងពីរធ្វើឲ្យខ្ញុំមានអារម្មណ៍ថាភ័យខ្លាចជិតថានឹងថាចិត្តទៅនឹងឯណាគ្នាបាយបាយ